លំឡើងបាននមស្ការថ្វាយបង្គំប្រតនត្រ័យជាហេតុនាំឲ្យមានពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈអាយុវែងពណ៌សម្បុរល្អវណ្ណៈនឹងឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់សុខៈសេចក្តីសុខកាយសុខចិត្តពលៈកម្លាំងកាយកម្លាំងបញ្ញាតែងចម្រើនដល់បងប្អូនញាតិញោមណាដែលឧស្សាហ៍រំលឹកគុណបរតនត្រ័យរឿយជាប្រកដីព្រឹកល្ងាចបងប្អូនពុទ្ធបរិស័ទតែងឃើញចាស់ទុំជីដូនជីតាគាត់ថ្វាយបង្គំព្រះព្រឹកល្ងាចគាត់បានបុណ្យទាំងដែលមិនទាន់ចុះពីផ្ទះហើយបុណ្យនឹងអត់អស់ប្រាក់ហើយបុណ្យនឹងធ្វើបានជារៀងរាល់ថ្ងៃហើយបុណ្យនឹងបានបុណ្យច្រើនទៅទៀតដោយពិចារណាអំពីការត្រាស់ដឹងរបស់ព្រះពុទ្ធថាព្រះអង្គជាបុគ្គលបរិសុទ្ធអស់គ្រឿងសៅមងក្នុងចិត្តព្រះអង្គលែងមានទុក្ខទៀតដែរប្រៀបធៀបយើងទាំងអស់គ្នាដែលនៅមានគ្រឿងសៅមងអកុសលហ្នឹងតិចមួម៉ៅសៅមងខឹងស្អប់ចំណែនពិបាកចិត្តតឹងទ្រូងកើតទុក្ខនឹងដោយសារមានអកុសលនឹងពុទ្ធលះអស់ហើយព្រះអង្គលែងមានទុក្ខទៀតដែរអញ្ចឹងបងប្អូនមានពេលតនេននឹកគុណពុទ្ធណាព្រះអង្គជាបុគ្គលបរិសុទ្ធព្រះអង្គលែងមានទុក្ខសូមថ្វាយបង្គំមិនងាយអ្នកណាមួយលះកិលេសគ្រឿងសៅមងនឹងបានទេព្រះអង្គធ្វើបាននឹងបានបន់ច្រើនណានៅក្នុងព្រៃក្នុងកន្លែងស្ងាត់ទៅទីណាមកណីនឹកគុណព្រះខ្មោចមិនហ៊ានលងទេណាញាតិញោមរំលឹកគុណព្រះអង្គណាញាតិញោមទៅបោះតង់ឯណាសម្រាប់សន្តាគារកន្លែងណាអីប្លែកអីមុនគេងមុនសម្រាប់សូត្ររំលឹកគុណបរតនត្រ័យសិនបើចេះអីមិនចេះទេអ្នកមោតស្សៈបកវៈតោអរហតោហ្នឹងក៏បានហើយបើមិនចឹងទេពុទ្ធាំងសរណង្គាឆាមិធម្មំសរណង្គាឆាមិសង្ឃំសរណង្គាឆាមិសូមយកពុទ្ធពធប្រសង់ជាគ្រូខ្ញុំជាកូនចៅរបស់ព្រះហើយមនុស្សអីក៏មកបៀតបៀនខ្ញុំអញ្ចឹងណាញោមណាហ្នឹងហើយ